เสี่ยวเผาเพรកិច្ចដ៏លំបាកនៃការអធិប្បាយដែលនិពន្ធដោយបណ្ឌិត John Stope ចំពោះទី7 សាវកពលបានមើលឃើញកិច្ចការបែបនេះជាពន្ធកិច្ចរបស់លោកបានសរសេរទៅកាន់ពួកជំនុំក្រុងកូរិនថូសដូច្នេះថាខ្ញុំបានបំរុងអ្នករើគ្នាទុកឲ្យមានប្តីតែមួយទុកដូចជាក្រមុំបរិស័ទគឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក11ខ2ដល់3លោកជូវិតបាននិយាយថាយើងត្រូវធ្វើជាមិត្តសម្លាញ់របស់កូនកំឡោះដែលជាព្រះគ្រីស្ទដោយនៅមនុស្សទៅឯទ្រង់មិនមែនមកឯយើងនោះទេយើងត្រូវធ្វើជាមេអណ្ដើកឲ្យព្រះជាម្ចាស់ដោយមានចាត់ស្កប់នៅពេលដែលយើងបាននឹមកូនក្រមុំនិងកូនកំឡោះឲ្យនៅជាមួយគ្នាចុងក្រោយយើងត្រូវតែបង្ហាញពីការពឹងផ្អែកដោយការបន្ទាបខ្លួនគ្រូអធិប្បាយគ្រប់រូបប្រាថ្នាចង់ឲ្យសេចក្តីអធិប្បាយរបស់យើងមានប្រសិទ្ធភាពយើងសង្ឃឹមថាពួកជំនុំនឹងស្ដាប់សេចក្តីអធិប្បាយរបស់យើងយល់សេចក្តីអធិប្បាយនោះហើយឆ្លើយតបដោយជំនឿនឹងការស្ដាប់បង្គាប់ប៉ុន្តែតើយើងពឹងផ្អែកលើអ្វីដើម្បីសម្រេចការនេះបានគ្រូអធិប្បាយជាច្រើនពឹងផ្អែកលើខ្លួនឯងពួកគេខ្លាំងហើយមានភាពរួសរាយរាក់ទាក់ពួកគេប្រហែលជាមានគំនិតគិតបានច្បាស់ល្អដូច្នេះពួកគេអាចទាក់ទាញចំណាប់អារម្មណ៍ពីគ្រប់ទាំងមនុស្សដែលពួកគេបានជួបដោយព្រោះពួកគេជាអ្នកដឹកនាំពីកំណើតពួកគេរំពឹងថានឹងប្រើអំណោយទានទាំងនេះតែម្ដងនៅពេលដែលពួកគេឈរនៅវេទិកាអធិប្បាយតើពួកគេធ្វើអញ្ចឹងត្រឹមត្រូវឬទេចម្លើយនោះអាចថាត្រូវហើយក៏អាចថាខុសពិតប្រាកដណាស់ពួកគេគួរតែទទួលស្គាល់ថាអំណោយទានទាំងនេះគឺមកពីព្រះជាម្ចាស់ពួកគេមិនគួរធ្វើពើថាពួកគេខ្វះនៅអំណោយទាំងនេះនោះទេហើយក៏មិនគួរខ្ទប់អំណោយទានទុកមិនប្រើនោះដែរហើយក៏មិនគួរប្រងើយកន្តើយមិនប្រើអំណោយទានទាំងនេះនោះដែរប៉ុន្តែពួកគេមិនគួរស្រមៃគិតថាទេពកោសល្យដែលព្រះជាម្ចាស់ប្រទានឲ្យពួកគេអាចនឹមមនុស្សទៅឯព្រះគ្រីស្ទដោយមិនបាច់បន្ថែមព្រះពរពីព្រះជាម្ចាស់នោះទេយើងត្រូវតែចងចាំពីស្ថានភាពខាងឯវិញ្ញាណដ៏គួរឲ្យអាសូររបស់មនុស្សដែលគ្មានព្រះគ្រីស្ទគ្មានកម្លាំងនិងជំនាញដ៏គួរឲ្យភ័យខ្លាចនៃអំណាចងងឹតដែលទើបប្រឆាំងនឹងយើងព្រះយេស៊ូវបានមានបន្ទូលពីភាពបាត់បង់របស់មនុស្សទាក់ទងនឹងភាពដែលមិនអាចធ្វើបានរបស់មនុស្សដោយសារបាបរបស់មនុស្សយើងខ្វាក់ចំពោះសេចក្តីពិតរបស់ព្រះជាម្ចាស់ហើយថ្លង់ចំពោះសម្លេងរបស់ទ្រង់យើងគ្មានមិនអាចដើរក្នុងផ្លូវរបស់ទ្រង់បាននោះទេយើងក៏មិនអាចច្រៀងសរសើរទ្រង់នឹងនិយាយជំនួសទ្រង់បាននោះទេយើងបានស្លាប់ក្នុងសេចក្តីរំលងនិងអំពើបាបរបស់យើងក៏ជាទេសកលរបស់អារក្សផងដែរពិតប្រាកដណាស់ប្រសិនបើយើងគិតថានេះគឺជាការនិយាយបំភ្លើសឬជាការនិយាយខុសនោះយើងនឹងយល់ឃើញថាយើងមិនត្រូវការអំណាចអធិធម្មជាតិនោះទេប៉ុន្តែប្រសិនបើមនុស្សពិតជាខ្វាក់ថ្លង់គោខ្វិនស្លាប់ខាងឯវិញ្ញាណនិងខាងសិលធម៌ឬប្រសិនបើពួកគេជាចំណងដោយសារតាំងនោះជាការគួរឲ្យអស់សំណើចណាស់ដែលយើងស្រមៃថាយើងអាចឆោងចាប់ឬសង្គ្រោះពួកគេដោយកម្លាំងខ្លួនយើងឬដោយការអធិប្បាយរបស់មនុស្សដូចជាយើងនោះមានតែព្រះយេស៊ូវតាមរយៈព្រះញាណបរិសុទ្ធរបស់ទ្រង់ទេដែលអាចបើកភ្នែកមនុស្សខ្វះឲ្យមើលឃើញបើកត្រចៀកដែលថ្លង់ឲ្យស្ដាប់ឮបានធ្វើឲ្យមនុស្សខ្វែនអាចដើរបាននិងធ្វើឲ្យមនុស្សគោអាចនិយាយបានមានតែទ្រង់ទេដែលអាចដាស់សតិបញ្ញាឲ្យភ្ញាក់ឡើងធ្វើឲ្យគំនិតមានការយល់ដឹងធ្វើឲ្យចិត្តមានភាពឆេះឆួលធ្វើឲ្យបំណងចិត្តមានចលនាផ្ដល់ជីវិត
ដល់មនុស្សស្លាប់និងរំដោះទេសកលចេញពីសាតាំងបានដូច្នេះតម្រូវការធំបំផុតរបស់យើងក្នុងនាមជាគ្រូអធិប្បាយគឺព្រះចេស្តាពីស្ថានលើបានមកគ្របដណ្ដប់លើយើងព្រះគម្ពីរលូកាជំពូក24ខ49ដូចជាពួកសាវកដែរយើងត្រូវតែអធិប្បាយពីដំណឹងល្អដោយព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់បានចាត់ពីឋានសួគ៌មកព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក1ខ12នៅពេលនោះដំណឹងល្អនឹងមានផ្សាយដល់មនុស្សដោយពាក្យសម្ដីតែប៉ុណ្ណោះទេគឺដោយព្រះចេស្តានិងព្រះវិញ្ញាណបរិសុទ្ធដែលហើយដោយសេចក្តីជំនឿដ៏មុតមមជាខ្លាំងថែមទៀតផងព្រះគម្ពីរថេសាឡូនីកខ្សែទី1ចំពុក1ខ5ហេតុអ្វីបានជាបាត់ព្រះចេស្តានេះនៅក្នុងការអធិប្បាយរបស់យើងខ្ញុំសន្មតយ៉ាងមុតមមថាហេតុផលចម្បងនោះគឺសេចក្តីអំណួតរបស់យើងដើម្បីឲ្យយើងបានពេញដោយព្រះវិញ្ញាណយើងត្រូវទទួលស្គាល់ពីភាពទទេស្អាតរបស់យើងជាមុនសិនដើម្បីឲ្យព្រះជាម្ចាស់ប្រើយើងត្រូវតែបន្ទាបខ្លួនរបស់យើងនៅក្រោមព្រះហស្ថដ៏មានព្រះចេស្តារបស់ទ្រង់ជាមុនសិនព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក5ខ6ដើម្បីទទួលបានព្រះចេស្តារបស់ទ្រង់យើងត្រូវសារភាពនិងអធិប្បាយនៅក្នុងភាពកំសោយរបស់យើងជាមុនសិនគំនិតស្ដីពីព្រះចេស្តាតាមរយៈសេចក្តីកំសោយនេះគឺលោកប៉ូលបាននិយាយម្ដងហើយម្ដងទៀតនៅក្នុងសម្បត្តិរបស់លោកទៅកាន់ពួកជំនុំក្រុងកូរិនថូសពួកជំនុំក្រុងកូរិនថូសជាមនុស្សដែលមានអំនួតគឺអួតអំពីអំណោយទាននិងសមិទ្ធផលផ្ទាល់របស់ពួកគេនិងអំពីអ្នកដឹកនាំរបស់ពួកគេលោកប៉ូលមានការស្រឡាញ់កាំងជាខ្លាំងពួកគេមានការគោរពដល់លោកជាខ្លាំងខណៈដែលពួកគេគួរផ្ដល់ការគោរពនោះទៅចំពោះតែព្រះគ្រីស្ទតែមួយអង្គគត់លោកប៉ូលបានស្រែកឡើងទាំងមានសប្បាយចិត្តយ៉ាងដូចនេះថាតើពោលត្រូវឆ្កាងជំនួសអ្នករើគ្នាឬអីតើអ្នករើគ្នាបានទទួលបន់ជ្រមុជដោយនៅឈ្មោះពោលឬអីព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក1ខ13លោកបានទទូចថាកុំអោយអ្នកណាអួតពីមនុស្សឡើយអ្នកណាដែលអួតត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក3ខ21ប្រធានបទស្ដីពីព្រះចេស្តាតាមរយៈសេចក្តីកំសោយរបស់លោកប៉ូលបានលេចឡើងឲ្យយើងឃើញយ៉ាងច្បាស់ទើសនឹងរឿងរ៉ាវដែលបានលើកឡើងខាងលើនេះមានអត្ថបទគម្ពីរសំខាន់3ដែលលោកប៉ូលបានលើកប្រធានបទនេះឡើងខ្ញុំក៏បាននៅជាមួយនឹងអ្នករើគ្នាទាំងមានសេចក្តីកំសោយផិតភ័យហើយញាប់ញ័រជាច្រើនដែលពាក្យសម្ដីនិងវោហាអធិប្បាយរបស់ខ្ញុំក៏មិនមែនដោយពាក្យឧត្តមឧត្តមដែលពូកែបញ្ចុះបញ្ចូលនោះដែរគឺដោយការសម្ដែងចេញជាព្រះវិញ្ញាណនិងព្រះចេស្តាវិញទេតើដើម្បីកុំអោយសេចក្តីជំនឿរបស់អ្នករើគ្នាបានតាំងនៅដោយប្រាជ្ញារបស់មនុស្សឡើយគឺដោយព្រះចេស្តានៃព្រះវិញព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក2ខ3ដល់5យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភេជ្ជៈដៃដើម្បីឲ្យអេតរិទ្ធដ៏លើសលោកបានមកពីព្រះមិនមែនពីខ្ញុំទេព្រះគម្ពីរ2កូរិនថូសចំពុក4ខ7ហើយក្រែងខ្ញុំកើតមានចិត្តធំដោយព្រោះការបើកសម្ដែងដ៏ហួសល្បត់នោះបានជាមានបន្លាមួយចាក់មកក្នុងសាច់ឈាមខ្ញុំគឺជាទេវតារបស់អរិយសាតាំងដែលមកធ្វើទុកខ្ញុំដើម្បីកុំអោយខ្ញុំមានចិត្តធំឡើយខ្ញុំបានសូមអង្វរដល់ព្រះម្ចាស់3ដងឲ្យសេចក្តីនោះថយចេញពីខ្ញុំទៅតែទ្រង់មានបន្ទូលមកខ្ញុំថាគុណរបស់អញល្មមដល់ឯងហើយត្បិតកម្លាំងអញបានពេញខ្នាតដោយសេចក្តីកំសោយដូច្នេះខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំដោយអំណរជាខ្លាំងដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានស្ថិតនៅនឹងខ្ញុំ
ហេតុនោះបានជាខ្ញុំអសប្បាយក្នុងកាលដែលមានសេចក្តីកំសោយក្នុងកាលដែលគេថ្មេះតេះដៀលក្នុងសេចក្តីលំបាកការគេធ្វើទុកបៀតបៀនហើយក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់ដោយយល់ដល់ព្រះគ្រីស្ទត្បិតកាលណាខ្ញុំខ្សោយនោះខ្ញុំមានកម្លាំងយ៉ាងចំណានវិញព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក12ខ7ដល់10សូមកត់សង្កល់ពីការប្រើប្រាស់ពាក្យដើម្បីស្ទួនគ្នាសូមអនុញ្ញាតឲ្យខ្ញុំនិយាយសម្ដីរបស់លោកពូលម្ដងទៀតក្នុងគំនិតរបស់ខ្ញុំថាខ្ញុំបាននៅជាមួយអ្នករាល់គ្នាក្នុងសេចក្តីកំសោយរបស់ខ្ញុំដូច្នេះខ្ញុំពឹងលើព្រះវិញ្ញាណបរិសុទ្ធក្នុងការពន្យល់បង្ហាញដល់ពេញដោយព្រះចេស្តាពីសេចក្តីពិតនៅក្នុងសេចក្តីអធិប្បាយរបស់ខ្ញុំដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាបានតាំងនៅក្នុងព្រះចេស្តារបស់ព្រះជាម្ចាស់តែមួយគត់យើងមានទ្រព្យសម្បត្តិនៃដំណឹងល្អនៅក្នុងភោជនីយដីដ៏ផុយស្រួយរូបកាយរបស់យើងខ្សោយហើយផុយស្រួយបែបនោះដើម្បីឲ្យមនុស្សបានមើលឃើញយ៉ាងច្បាស់ថាព្រះចេស្តាដ៏លើសលប់ដែលអាចធ្វើឲ្យអ្នករាល់គ្នាបន្តទៅមុខទៀតបាននិងដែលបានបំផ្លាស់បំប្រែអ្នករាល់គ្នាគឺមកអំពីព្រះជាម្ចាស់មិនមែនមកពីយើងនោះទេដោយព្រោះព្រះយេស៊ូវបានប្រាប់ខ្ញុំថាព្រះចេស្តារបស់ទ្រង់បានគ្រប់លក្ខក្នុងសេចក្តីកំសោយរបស់មនុស្សដូច្នេះខ្ញុំនឹងអួតដោយចិត្តរីករាយពីសេចក្តីកំសោយរបស់ខ្ញុំដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានតាំងនៅលើខ្ញុំត្បិតនៅពេលដែលខ្សោយនោះខ្ញុំមានកម្លាំងយើងមិនអាចមើលរំលងចំណុចសំខាន់នៃឃ្លាដែលលោកពូលបាននិយាយច្រំដែលនោះទេឬមើលរំលងសេចក្តីសន្និដ្ឋានដែលឃ្លាច្រំដែលនោះនិយាយសំដៅទៅលើនោះទេព្រះជាម្ចាស់បានអនុញ្ញាតឲ្យសេចក្តីកំសោយរបស់មនុស្សនៅតែបន្តមានដោយព្រោះព្រះចេស្តារបស់ព្រះអាចធ្វើការនិងអាចបង្ហាញឲ្យមនុស្សឃើញតាមរយៈសេចក្តីកំសោយនោះលោកពូលទទួលស្គាល់ថាបន្លានៅក្នុងសាច់របស់លោកមិនថាខាងរូបកាយឬអារម្មណ៍នោះទេជាទេវតារបស់រក្សាតាំងប៉ុន្តែព្រះម្ចាស់យេស៊ូវគ្រីស្ទបានបដិសេធការទូលអង្វររបស់លោកពូលដែលលោកបានសូមឲ្យទ្រង់ដកបន្លានោះចេញព្រះជាម្ចាស់អនុញ្ញាតឲ្យលោកមានបន្លានៅក្នុងសាច់នោះគឺដើម្បីធ្វើឲ្យលោកបន្ទាបខ្លួនហើយទ្រង់បានអនុញ្ញាតឲ្យបន្លានោះបន្តនៅដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទតាំងនៅលើលោកនឹងបានគ្រប់លក្ខនៅក្នុងលោកក្នុងសេចក្តីកំសោយនោះគ្រួអធិប្បាយទាំងអស់គឺជាវចនៈធ្វើពីដីអត់ដែលមានដែនកំណត់មានបាបខ្សោយហើយមានគ្រប់លក្ខនោះទេព្រះចេស្តាជារបស់ព្រះគ្រីស្ទហើយយើងអាចទាញយកព្រះចេស្តានោះមកប្រើតាមរយៈព្រះញាណរបស់ទ្រង់ពាក្យសម្ដីដែលយើងនិយាយក្នុងសេចក្តីកំសោយរបស់មនុស្សនោះព្រះវិញ្ញាណនាំពាក្យសម្ដីនោះទៅក្នុងគំនិតចិត្តសតិបញ្ញៈនិងបំណងចិត្តរបស់អ្នកស្ដាប់ដោយសារព្រះជាស្ដារបស់ទ្រង់ការបន្ទាបខ្លួនដែលត្រូវការនោះគឺគំនិតដែលចុះចូលទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានចែងបំណងចិត្តឲ្យព្រះគ្រីស្ទជួបជាមួយនឹងរាជរបស់ទ្រង់នឹងការពឹងផ្អែកលើព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធសេចក្តីអធិប្បាយរបស់យើងត្រូវតែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាពាក្យសម្ដីរបស់យើងនោះទេហើយគោលបំណងរបស់យើងត្រូវតែជាសេរីល្អរបស់ព្រះគ្រីស្ទមិនមែនជាសេរីល្អរបស់យើងនោះទេហើយទំនុកចិត្តរបស់យើងត្រូវតែពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធមិនមែនពឹងផ្អែកលើខ្លួនយើងនោះទេ